ដំណឹងជាបន្ទាន់ជួយចែករំលែកម្នាក់មួយគ្រាន់តែឡើងកាន់តំណែងភ្លាមមេតបភូមិភាគ1របស់ថៃបានចេញប្រកាសទុកពេលត្រឹមថ្ងៃទី7 ខែតុលាឆ្នាំ2025ឲ្យពលរដ្ឋខ្មែរយើងត្រូវតែជម្លៀសចេញពីភូមិជោគជ័យភូមិព្រៃច័ន្ទនិងបឹងត្រកួនដោយខ្ញុំបានបញ្ជាក់ថាមេតបភូមិភាគ1និងភូមិភាគ2កំពុងតែប្រជែងយកអធិបុលនិងស្នាដៃរៀងខ្លួនសម្រាប់ជាតិនិងប្រជាជនរបស់ពួកគេតែប្រឹងយ៉ាងណាបើប៉ះដល់ដែនអធិបតេយ្យភាពរបស់កម្ពុជាយើងនោះនឹងឆ្លើយតបយ៉ាងពេញទំហឹងសម្រាប់3ទីតាំងដែលមេតបក្អេងក្អាងរូបនេះកំណត់ឲ្យពលរដ្ឋខ្មែរយើងត្រូវចាក់ចេញនោះតើពលរដ្ឋយើងចេញទៅណាបើជាដីខ្មែរនិងផ្ទះរបស់ពួកគាត់អញ្ចឹងនេះគឺជាសម្ដីដល់ក្អេងក្អាងរបស់មេតបថៃភូមិភាគ1របស់ថៃបងប្អូនដែលបានចេញប្រកាសទុកពេលបាទត្រឹមថ្ងៃទី7 ខែតុលាឆ្នាំ2025ឲ្យពលរដ្ឋខ្មែរយើងត្រូវតែចម្លៀសចេញពីភូមិជោគជ័យភូមិព្រៃច័ន្ទនិងបឹងត្រកួនប្រភពពីបងប្រុសសនសុភ័ក្រអញ្ចឹងប្រិមិត្តមេត្តាស្ដាប់ជីដំណឹងហើយចែករំលែកតាមការគួរហើយអាច comment នៅខាងក្រោមវីដេអូម្នាក់មួយហើយបើសិនជាពេញចិត្តនៅការផលិតជាវីដេអូនេះមេត្តាចុចពាក្យបាទ follow page ខ្ញុំម្នាក់មួយដើម្បីទទួលបានដំណឹងថ្មីអាប់ដេតជាបន្តបន្ទាប់អរគុណជួបគ្នានៅវីដេអូបន្ទាប់